នេះរូបភាពថ្ងៃទី25 ខែ9 ឆ្នាំ2025 កាលពី2024ឃើញល្អសមរម្យដែរវាមិនទាន់ចេញជារូបរាងផ្លែផ្កាយតែឥឡូវចេញហើយរូបរាងផ្លែផ្កាហើយដងក្រអូបមកពីបាត់ដំបងនាំចូលពីខាងផ្ទះលេខ2កាលពីវគ្គមុនខ្ញុំបាននិយាយរឿងចំពោះដងក្រអូបក៏យើងត្រូវការប្រើអំបិលដែរបងប្អូនប៉ុន្តែក្នុងមួយដើមយើងឲ្យប្រើ1 គីឡូ1 គីឡូចែកជា2ដាក់ជា2ដំណាក់កាលក្នុងមួយឆ្នាំ1 គីឡូចែកជា2ដំណាក់កាលក្នុងមួយឆ្នាំក្នុងមួយឆ្នាំយើងដាក់1 គីឡូក្នុងមួយដើមប៉ុន្តែយើងចែកជា2នេះផ្លែចេញមកជុំដងក្រអូបមិនសូវល្អប៉ុន្មានសត្វស៊ីដល់នេះទំបែកឲ្យយកមាញ់នេះឲ្យ6 គ្រាប់ដងក្រអូបសូមអរគុណ